សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកពីបទពិសោធន៍មួយអំពីការបើកភ្លើងអំពូលដេញមូសនៅពេលយប់ហើយដាក់ចំណីឲ្យមិនស៊ីពេលយប់ដែលជួយឲ្យមានឆាប់ធំនិងមានសុខភាពល្អហេតុអ្វីបានជាយើងត្រូវបើកភ្លើងអំពូលនៅពេលយប់ដើម្បីដេញមូសជាទូទៅมันគឺជាសត្វដែលស៊ីចំណីពេលថ្ងៃប៉ុន្តែបើកភ្លើងអំពូលនៅពេលយប់វាធ្វើឲ្យมันគឺគិតថានៅតែជាពេលថ្ងៃអញ្ចឹងហើយដូច្នេះវានឹងបន្តស៊ីចំណីបានច្រើនជាងមុនការស៊ីចំណីបានច្រើនជួយឲ្យមីมันហ្នឹងទទួលបានថាមពលនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ធ្វើឲ្យมันឆាប់ធំនិងមានទម្ងន់ល្អហើយអត្ថប្រយោជន៍ចំពោះសុខភាពมันពេលมันស៊ីចំណីបានទៀងទាត់ទាំងថ្ងៃទាំងយប់ប្រព័ន្ធរំលាយអាហាររបស់វាធ្វើការល្អมันមានកម្លាំងនិងមិនសូវ stress នេះជួយកាត់បន្ថយហានិភ័យជំងឺមួយចំនួនដូចជាជំងឺខ្សោយកម្លាំងឬមិនធ្លាក់ខ្សោយពេលអាកាសធាតុប្រែប្រួលជាពិសេសសម្រាប់កូនมันការបើកភ្លើងពេលយប់ជួយឲ្យវាមិនត្រជាក់និងអាចស៊ីចំណីបានញឹកញាប់ជាងមុនហើយខ្ញុំកាត់មកត្រង់នេះបន្តិចมันរបស់ខ្ញុំនៅទូចប្រហែលជា 4-5 ម៉ឺនហើយពេលយប់ឡើងខ្ញុំចាប់វាដាក់ក្នុងកេះទី1ការពារពីជំងឺដោយសារមូសខាំហើយទី1ទី2ទៀតហ្នឹងគឺថាយើងដាក់ក្នុងកេះពេលយប់ដោយសារពេលយប់ត្រជាក់អញ្ចឹងយើងត្រូវដាក់វាទៅខាងក្នុងកេះទៅដើម្បីការពារវាកុំឲ្យមូសខាំផងកុំឲ្យវាត្រជាក់ក៏ជាជំងឺផ្ដាសាយអីចឹងណាអ្នកនរគ្នាហើយភ្លើងយើងមិនចាំបាច់បើកខ្លាំងពេកទេដាក់អំពូលលក្ខណៈដែលក្រហមព្រឹងៗណាអ្នកនរគ្នានឹងអំពូលដេញមូសខ្ញុំដាក់អំពូលដេញមូសពេលយប់វាអត់គឺខ្លាំងហើយខ្ញុំបើកតាំងដឹកកាពីល្ងាចខ្ទង់ម៉ោង 6-7 បើរហូតដល់ម៉ោង 11 12ពេលខ្លះខ្ញុំបើកដល់យប់ជិតភ្លឺក៏ពេចបាត់តែមិនអីទេព្រោះទីការអំពូលនឹងជាអំពូលពេលអំពូលមិនសូវស៊ីភ្លើងដែរហើយក៏វាដេញមូសអត់សូវហ៊ាននៅចិត្តទេហើយឥឡូវនេះយើងត្រឡប់មកមើលមិនអាយុមួយខែជាងរបស់ខ្ញុំដែលពេលយើងដាក់ចំណីវាស៊ីឥឡូវវាកំពុងតែមើលភ្លើងឲ្យស៊ីចំណីដែលខ្ញុំដាក់ឲ្យពេលយប់នេះហើយមិនរបស់ខ្ញុំហ្នឹងឃើញរត់ឆ្លេកខ្លាវិញហ្នឹងវាមានឈឺខ្លះដែរមួយម៉ាក់មួយអីអ្នកគ្នាខ្ញុំអត់បានចាប់វាចេញទេចាំមើលថ្ងៃស្អែកចាំចាប់វាចេញវារស់ស៊ីឡើងពេញហ្នឹងហើយអ្នកគ្នាស្អាតហ្នឹងនេះហើយនេះគឺជាវិធីសាស្ត្រទូចមួយដែលខ្ញុំអនុវត្តនៅក្នុងកសិដ្ឋានរបស់ខ្ញុំវាជួយឲ្យมันឆាប់ធំមានសុខភាពល្អនិងកាត់បន្ថយបញ្ហាជំងឺបើបងប្អូនមានបទពិសោធន៍ផ្សេងៗសូមជួយចែករំលែកក្នុង comment របស់វីដេអូនេះហើយកុំភ្លេចជួយចុច like និងចុច subscribe ដើម្បីទទួលបានវីដេអូជីវិតកសិករបន្ថែមទៀតសូមអរគុណច្រើន